បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទជាពិសេសបងប្អូនសិស្សថ្នាក់ទី6បាទនៅក្នុងវីដេអូនេះលោកគ្រូសូមលើកយកនៅមេរៀនទី3គណិតវិទ្យាថ្នាក់ទី6មេរៀនទី3វិធីបូកនិងវិធីដកចំនួនទស្សភាគបាទត្រង់ចំណុចការបូកចំនួនទស្សភាគនិងចំនួនកុដមកធ្វើការពន្យល់បងប្អូនក៏ដូចជាដោះស្រាយលំហាត់ជូនបងប្អូនផងដែរចំពោះបងប្អូនថ្មីបាទសូមជួយ Subscribe Channel លោកគ្រូបាទសូមជួយ Like ជួយ Comment ដើម្បីឲ្យនឹង Share ដើម្បីឲ្យមិត្តភ័ក្តិរបស់បងប្អូនបាទទទួលបាននៅវីដេអូរបស់លោកគ្រូទុកគ្រាន់ជាចំណេះដឹងបន្ថែមផងដែរបាទដើម្បីកុំឲ្យខាតពេលវេលាយូរបាទសូមបងប្អូនតាមដានដូចតទៅបាទប្រហែលជាបងប្អូនទាំងអស់បានរៀនរួចហើយបាទវិធីបូកនិងវិធីដកចំនួនទស្សភាគនេះនៅថ្នាក់ទី5ក៏មានដែរបាទតែគ្រាន់តែថ្នាក់ទី6នេះយើងរៀងធំជាងបន្តិចបាទខ្ពស់ជាងបន្តិចបាទវិធីបូកចំនួនទស្សភាគនិងចំនួនកុដបាទវិធីបូកចំនួនទស្សភាគនិងចំនួនកុដនេះបាទតាមរយៈរូបបងប្អូននេះគាត់បញ្ជាក់ថាធ្វើប្រមាណវិធីដូចចំនួនកុដដែរមានន័យថាបូកដូចគ្នាបូកពីលើចុះក្រោមពីស្ដាំមកឆ្វេងដូចគ្នាទីបូកបាទអញ្ចឹងឧទាហរណ៍ក្នុងសភៅគេដាក់ថាម្ដាយស៊ីណាតត្បាញក្រមាថ្ងៃទី1បាន 15.545 ម៉ែត្រមានន័យថា15ម៉ែត្រកន្លះជាងបាទ15ម៉ែត្រកន្លះជាងថ្ងៃទី2បាន14ម៉ែត្របាទថ្ងៃទី2នេះគឺបានកុដតែម្ដងតើម្ដាយស៊ីណាតត្បាញក្រមាតាំងពីថ្ងៃបានប្រវែងប្រមាណម៉ែត្របាទបងប្អូនដឹងហើយណាលំហាត់បែបនេះគឺគេធ្វើប្រមាណវិធីបូកបាទវិធីបូកគ្រាន់តែវិធីបូកនោះបាទតួបូកទី1បាទតួបូកទី1នេះគឺជាចំនួនទស្សភាគតួបូកទី2នេះគឺជាចំនួនកុដបាទអញ្ចឹងតាមរយៈការធ្វើប្រមាណវិធី 15.545 បូក 14នេះគឺជាប្រមាណវិធីដែលគេដាក់មកអញ្ចឹងបងប្អូនឆ្ងល់ទេថាហេតុអីបានជាកន្លែងនេះមានសញ្ញាចុចនិងមានលេខ0បាទកន្លែងនេះអត់មានបាទកន្លែងនេះអត់មានទេកន្លែងនេះគឺជាចំនួនកុដណាបាទហេតុអីបានគេដាក់កន្លែងហ្នឹង0 3ដងចង់បញ្ជាក់ថាដើម្បីបូកចំនួនទស្សភាគនិងចំនួនកុដគេត្រូវបន្ថែមសញ្ញាចុចនិងចំនួន0នៅចំនួនកុដបាទទៅលើចំនួនកុដនោះដើម្បីឲ្យផ្នែកទស្សភាគនៃចំនួនកុដហ្នឹងស្មើនឹងផ្នែកទស្សភាគនៃចំនួនទស្សភាគអញ្ចឹងបើតួបូកទី1មានចំនួនទស្សភាគចំនួន3ខ្ទង់ដល់ខ្ទង់ពាន់អញ្ចឹងចំនួនកុដនោះក៏ត្រូវថែម0ឲ្យដល់ជាចំនួនទស្សភាគខ្ទង់ពាន់ដែរគឺថែម3ខ្ទង់បើខាងលើនេះ4ខ្ទង់ខាងក្រោមក៏ត្រូវថែម4ខ្ទង់បើខាងលើមានតែ1ខ្ទង់ខាងក្រោមថែម1ខ្ទង់ដែរបាទការថែបែបនេះគឺវាងាយស្រួលក្នុងការធ្វើប្រមាណវិធីបាទបើមិនថែមទេបងប្អូនខ្លះយកលេខ14ហ្នឹងមកដាក់ក្រោម45នេះហើយបាទអញ្ចឹងវាពិបាកនៅក្នុងការធ្វើប្រមាណវិធីងាយបងប្អូនខ្លះច្រឡំបាទអញ្ចឹងបងប្អូនចាំបាទដូចនេះម្ដាយស៊ីណាតត្បាញក្រមាតាំងពីថ្ងៃបានប្រវែង 29.545 ម៉ែត្រចឹងកន្លែងនេះគឺជាកំណត់តម្កល់បាទគេថាដើម្បីបូកចំនួនទស្សភាគនិងចំនួនកុដយើងត្រូវទី1សរសេរចំនួនដែលជាតួបូកឲ្យត្រូវតាមខ្ទង់បងប្អូនយល់ហើយណាចំនួនដែលតួបូកឲ្យត្រូវតាមខ្ទង់ហ្នឹងមានន័យថាបើខ្ទង់ផ្នែកកុដចំនួនកុដឲ្យត្រូវខ្ទង់តាមចំនួនកុដទស្សភាគឲ្យត្រូវតាមចំនួនទស្សភាគ2ថែមចំណុចទស្សភាគនិង0ឲ្យចំនួនកុដដើម្បីឲ្យខ្ទង់នៅផ្នែកទស្សភាគដូចគ្នាអញ្ចឹងនេះមូលហេតុដែលគេថែមគ្រូបញ្ជាក់មិញហ្នឹងណាបាទគឺគេថែមសញ្ញាចុចហើយនឹង0នេះឲ្យចំនួនកុដនេះដើម្បីឲ្យចំនួនខ្ទង់នៃផ្នែកទស្សភាគហ្នឹងវាដូចគ្នាខាងលើ3ខ្ទង់ខាងក្រោម3ខ្ទង់ដែរទី3
ធ្វើប្រមាណវិធីបូកដោយចំនួនកត់រួចដាក់ចំណុចទូសភាគនៅផលបូកឲ្យចំទីតាំងរបស់វាមានន័យថាបូកធម្មតាការបូកនឹងអត់តាន់គិតចំនួនចុចទេបូកនឹងគឺបើមានត្រាទុកធម្មតាបើអត់ត្រាទុកធម្មតាហើយទម្លាក់សញ្ញាចុចនេះឲ្យត្រូវតាមខ្ទង់មានន័យថាបើខាងលើនេះចុច3ខ្ទង់ចុចឲ្យមានទូសភាគ3ខ្ទង់ខាងក្រោមនេះក៏ត្រូវមាន3ខ្ទង់ដែរនេះគឺជាបញ្ជាក់នៅចំណុចទី3បាទបងប្អូនយល់ទេបាទគ្រូបញ្ជាក់ឡើងវិញគេថាដើម្បីបូកចំនួនទូសភាគនិងចំនួនកត់យើងត្រូវទី1សរសេរចំនួនដែលជាតួបូកឲ្យត្រូវតាមខ្ទង់តួបូកនេះតួបូកទី1នេះតួបូកទី2អញ្ចឹងយើងសរសេរវាឲ្យត្រូវតាមខ្ទង់មានន័យថាខ្ទង់ផ្នែកទូសភាគដាក់ឲ្យចំផ្នែកទូសភាគផ្នែកកត់ដាក់ឲ្យចំផ្នែកកត់ខ្ទង់រេដាក់ចំខ្ទង់រេខ្ទង់10ដាក់ចំខ្ទង់10ទី2ថែមចំណុចទូសភាគនិង0ឲ្យចំនួនកត់ដើម្បីឲ្យបានចំនួនខ្ទង់នៅទូសភាគនឹងដូចគ្នានេះថែមសញ្ញាចុច1នឹងចំនួនកត់នេះនឹង0នេះឲ្យចំនួនកត់ដើម្បីឲ្យទូសភាគនេះវាស្មើគ្នាមានន័យថា3ខ្ទង់ដូចគ្នាបាទទី3ធ្វើប្រមាណវិធីដោយចំនួនកត់មានន័យថាបូកពីលើចុះក្រោមពីស្ដាំមកឆ្វេងបើមានត្រាទុកធម្មតាបើអត់ធម្មតាតាមហ្នឹងរួចដាក់ចំណុចទូសភាគនៅផលបូកឲ្យចំទីតាំងរបស់វាមានន័យថាបើចំនួនខាងលើនេះចំនួនផ្នែកទូសភាគ3ខ្ទង់ផលបូកនេះក៏3ខ្ទង់ដែរបាទនេះគឺជាបញ្ញត្តិនៃវិធីបូកចំនួនទូសភាគនិងចំនួនកត់បាទបងប្អូនតើទេបាទបើបងប្អូនមើលវីដេអូលោកគ្រូហើយមានចម្ងល់បាទអាចខមមិននៅក្រោមវីដេអូបានលោកគ្រូដោះស្រាយជូនបាទលំហាត់បាទយើងមានលំហាត់ចំនួន8ខ្ទង់ចូលកណនាផលបូកក 52.425 បូក 19 ខ 185.08 បូក 15បាទកក៏មានតែតួបូក2ខ្ទង់តខនេះមានតួបូកចំនួន3ខ្ទង់ហើយបាទមានន័យថា75បូក 75.008 បូក 16 បូក25លំហាត់ឆនេះគឺមានតួបូកចំនួន4បាទ4តួណាចូលនេះក៏4ដែរបាទអញ្ចឹងលោកគ្រូនឹងដោះស្រាយលំហាត់ជូនបងប្អូនបាទនេះគឺជាលំហាត់ដែលលោកគ្រូអានបាញ់មិញណាបាទអានបាញ់មិញនេះមានដល់តុងចអញ្ចឹងលោកគ្រូនឹងដោះស្រាយលំហាត់នេះជូនបងប្អូនដល់មួយបាទបាទឥឡូវបើសិនជាបងប្អូនមើលលំហាត់នេះលំហាត់ហ្នឹងបើសិនជាយើងសរសេរប្រមាណវិធីបូកមានន័យថា19នេះត្រូវថែមសញ្ញាចុចហើយថែម0 3ដងមែនអត់ដើម្បីយើងបូកណាព្រោះតាមបញ្ញត្តិគេថាដើម្បីបូកចំនួនទូសភាគយើងត្រូវថែមសញ្ញាចុចហើយនឹង0ឲ្យចំនួនកត់ដើម្បីឲ្យផ្នែកទូសភាគនេះវាស្មើគ្នាបើ3ខ្ទង់បើ2ខ្ទង់2ខ្ទង់ដូចគ្នាមែនទេបាទចានេះមកនេះក៏ត្រូវសែមសញ្ញាចុចនឹង0 2ដងឲ្យលេខ15នេះដើម្បីឲ្យចំនួនកត់ផ្នែកទូសភាគស្មើគ្នាចុះនេះអានេះគឺថែម0ឲ្យសែមសញ្ញាចុចនឹង0ឲ្យឡៃលេខ28នេះតោះណាចានេះវិញអានេះគឺថែម0ឲ្យលេខ16នេះ0 3ដងដោយសារអីដោយសារតួបូកទី1នេះវាមានផ្នែកទូសភាគនឹង3ខ្ទង់អានេះក៏ថែម3ខ្ទង់ដែរបាទបងប្អូនយល់ណាអញ្ចឹងយើងចូលទៅកាន់ប្រមាណវិធីដែលលោកគ្រូបង្ហាញជូនបាទតោះខ្ទង់ទី1
mình ta xem nó lại đi cho thay mấy ba là cũng cần mà chạy tê nè chạy tê nhưng thay nó mà thì nói nè mà thì trắng mà thì nèคือไทม์จะให้จากโบกธรรมดาโบกเลยมันกดได้ไปเลยจะครอบไปตามมาช่วยแผนโบกโซนแผนปีโบกโซนปีบุญโบกโซนบุญปีโบกบุญดับมวยใส่มวยตาตกมวยแผนโบกมวยผมมวยเปิลให้สัญญาจัดรอบทางเลยใบตรงจัดใบตรงได้จ้าได้เคยปนั่งจ้าได้เคยมาได้บ้าเคยปนั่งได้บ้าเคยปนั่งจัดมวยจัดบัวหน่อยมันแพมตรงที่ปียังไทม์แต่ปีได้โดยซาตัวโบที่มวยเมียนในตัวสุเพแต่ปีตรงได้จังไทม์มาจำนวนกดนี่ปีตรงได้สิ่งที่โบกมั้งนี่อันนี้คือโบกโบกkhóนะอันนี้คือใบ sorry ใบบาทใบจากนี้cóใบได้บาทถูกโบกจะล้ำใบบาทta thiệt ตรงที่ใบยังไทม์โซนออยตัวโบกที่มวยมาดองนะซาในตัวสเปนนี่คือตัวโบกที่ปีเงินใบตรงจังยังไทม์มาขังเลยใบตรงโบกธรรมดาได้máu bà hình bản năng bà vấn đề chắc tông thị buồn cứ chỉประมาณที่โบกได้เมียนใบตัวโบกเป็นใบตัวนะจังตัวจำนวนที่ม้วนคือจำนวนตัวสุเพได้เมียนใบตรงbàได้เมียนภายในตัวสุเพใบตรงจังยังไทม์เอาข้างเขานี้ใบได้แถมจำนวนกดนี่ให้ยังโบกธรรมดามานะโบกธรรมดามาบ้านมานั่งตรงที่ปรามคือจำนวนตัวสุเพนั่นคือเราตัวโบกที่ปีจังยังไทม์เอาตัวโบกที่ม้วนหรือตัวโบกที่ใบโบกธรรมดาบ้านประเดี๋ยวตรงที่บุญคือจำนวนตัวสุเพนั่นคือเมียนปีตรงบ่าคือตัวโบกตีปีหรือตีใบตีมวยนี่คือจำนวนกดจังยังไทม์สัญญาจัดนั่งเลยโซนอ้อยตัวโบกตีมวยให้โบกธรรมดาแบบโบกธรรมดาจังตรงที่จังกรอยเก๊โพนายโบกนายบ้านแบบโบกมั้งตามเลยอะการไทม์สัญญาจัดนั่งเลยโซนอ้อยจำนวนนะครับคือไทม์มาเลยดับปีไทม์อ้อยหมอยแพมตรงชอนี่hay ตรงโจนี่ไทม์ออย80นี่ไทม์แพมนี่บ้าไทม์ออยเวตันนะให้จึงโบกธรรมดามาไปอยู่หลักธรรมดามาบ้าบอลnày bên trong ngó ba ai thầm mình bán xạ số của lục chi em mình cho mình time chẳng nó không ca thôi lùm hạt mê điên cả bộ chùm đồn tôi sẽ định muốn cột đấy thì mỗi con tàu trang và nhà tha tàu trang và nhà tôi bố cái nè mê này tha thì mỗi ATC ở CC ประมาณวิธีนั้นเอาเจ้าทำตรงเมนทักตรงจำนวนกดได้จำนวนกดจำนวนตัวสุเพได้จำนวนตัวสุเพภายในตัวสุเพได้จำในตัวสุเพในก็ได้จำในกดแล้วนะทีปีคือยังทำสัญญาจ้อยนั่งเลยโซนเอาจำนวนกดดำใบเอาภายในตัวสุเพในจำนวนกดนะสมาร์หนึ่งภายในตัวสุเพในจำนวนตัวสุเพให้มันจะโบกบ่าที่ใบนี่คือทั่วมาที่โบกโดยจำนวนก็ได้โบกธรรมดาใบในทาโบกไปเลยจะครอบไปตามเต๋อจะช่วยบ้านกับพวกกาปัญญาเราลมหัดได้บาสมมันเจ้าแต่ปัญญาเรื่องในช่วงนี้เราไปเอาบรรทอบาสมบัติคน